ថ្ងៃនេះខ្ញុំនឹងយកប្រធានបទមួយនិយាយអំពីការ start up ឬយើងនិយាយជាភាសាខ្មែរយើងហៅថាការផ្ដួចផ្ដើមនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ចែកម្លែកពីបទពិសោធន៍ experience របស់ខ្ញុំផ្ទាល់អញ្ចឹងវីដេអូនេះអាចសំខាន់សម្រាប់បងប្អូនឬក៏បងប្អូនដែលនៅចន្លោះអាយុ25ទៅ30ឆ្នាំបទពិសោធន៍តាំងពីនៅ high school បទពិសោធន៍ទាំងនៅមហាវិទ្យាល័យហើយបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការចេញធ្វើការងារផ្ទាល់មិនថាការងាររដ្ឋនិងមិនថាការងារឯកជនឬក៏មិនថាការងារជាការ start up នៅអាជីវកម្មណាមួយរបស់ខ្លួននោះទេខ្ញុំលើកយកប្រធានបទនេះយកមកនិយាយនេះគឺក្នុងគោលបំណងមួយគឺចែករំលែកបទពិសោធន៍ទាំងអស់នេះទៅកាន់អ្នកនរគ្នាដែលមានអាយុជាពិសេសនោះគឺ25ទៅកាន់30ឆ្នាំវ័យ20ជាងជាវ័យដែលនៅកំពុងសិក្សានៅមហាវិទ្យាល័យហើយធ្វើការបដើហើយចំណែកឯវ័យ25ឆ្នាំរហូតដល់30ឆ្នាំនេះគឺជាវ័យដែលកំពុងតែពោពេញទៅដោយការធ្វើការឲ្យគេបន្ថែមដើម្បីយកបទពិសោធន៍ឬក៏ជាវ័យដែលយើងកំពុងតែរៀនសូត្រអំពីជំនាញផ្សេងៗដែលពាក់ព័ន្ធជាមួយទៅនឹងការងាររបស់យើងឬក៏ជំនាញដែលពាក់ព័ន្ធជាមួយទៅនឹងអ្វីដែលយើងរៀនពីមហាវិទ្យាល័យនឹងហើយក៏វាជាដំណាក់កាលមួយដែលពុះ control ធ្វើឲ្យយុវជនមួយចំនួនហ្នឹងគឺចង់ចេញរកស៊ីខ្លួនឯងដំណាក់កាលនៅក្នុងការចាប់ផ្ដើមឬក៏ការ start up នេះតើបងប្អូនត្រូវមានអីខ្លះជាដើមទុនចំណុចទី1ខ្ញុំសូមនិយាយអំពីចំណេះដឹងហ្នឹងវាបើយើងនិយាយអំពីថ្នាក់វិទ្យាល័យវាហាក់បីដូចជាការ start up តូចមួយឬក៏ជាការរៀនដើររបស់យើងទេរហូតមកដល់ការធ្វើការក្រុមហ៊ុនឬក៏អាជីវកម្មឬក៏ការបើកនៅ start up នៅខ្លួនឯងផ្សេងៗហ្នឹងបើយើងធៀបទៅជាមួយទៅនឹងថ្នាក់វិទ្យាល័យគឺវាហាក់បីដូចជាកម្រិតមួយដែលដំបូងសម្រាប់យើងនៅវិទ្យាល័យគឺវាជាមូលដ្ឋានគ្រឹះមួយសម្រាប់ត្រៀមខ្លួននៅក្នុងការចូលទៅក្នុងវ័យមួយដែលយើងអាចនិយាយថាវ័យពេញវ័យពេលបងប្អូនអាចស្ដាប់ឬសូរខ្ញុំនិយាយអញ្ចឹងហាក់បីដូចជាគិតថាខ្ញុំនឹងមើលស្រាលអំពីថ្នាក់វិទ្យាល័យឬក៏ខ្ញុំអាចនិយាយថាឲ្យតម្លៃទាបម្លេះនៅគេហៅថាកម្រិតសិក្សានៅវិទ្យាល័យមែនទេមិនមែនមានន័យថាខ្ញុំឲ្យតម្លៃទាបទេប៉ុន្តែខ្ញុំចង់គ្រាន់តែចង់ប្រាប់ថាថ្នាក់វិទ្យាល័យនេះគឺជាថ្នាក់គ្រឹះមួយសម្រាប់យើងនៅក្នុងការចាប់ផ្ដើមនៅពេលដែលរៀនមហាវិទ្យាល័យទៅនឹងដឹងថាថ្នាក់វិទ្យាល័យហ្នឹងគឺជាកម្រិតសិក្សាបែបណាហើយវាមានមូលដ្ឋានគ្រឹះនឹងកម្រិតណាសម្រាប់ជីវិតនៃការសិក្សារបស់យើងប៉ុន្តែសួរថាតើវាជាចំណេះដឹងមួយដែលយើងអាចយកទៅប្រើនៅក្នុងមធ្យោបាយសម្រាប់ដឹកនាំជីវិតរបស់យើងសម្រាប់ធ្វើការងារឬក៏សម្រាប់ប្រកបរបរអាជីវកម្មសម្រាប់ការ start up នៅ business ខ្លួនឯងអីតើបានទេខ្ញុំហ៊ាននិយាយថាមិនបានទាំងស្រុងទេវាគ្រាន់តែជាកម្រិតតិចតួចដំបូងដែលអាចជួយយើងតែប៉ុណ្ណោះមកដល់កម្រិតបរិញ្ញាបត្រដែលយើងហៅថាមហាវិទ្យាល័យគឺជាកម្រិតមួយដ៏ល្អប្រសើរដែលយើងចាប់ផ្ដើមជីកកកាយនៅជំនាញដែលយើងកំពុងរៀនឧទាហរណ៍ថាយើងរៀនជំនាញ accounting មានន័យថាយើងកំពុងតែជីកកកាយនៅកិច្ចការងារដែលយើងត្រូវទៅធ្វើនៅពេលដែលយើងចេះជំនាញនឹងហើយតើយើងត្រូវទៅធ្វើអីខ្លះកម្រិតថ្នាក់មហាវិទ្យាល័យយើងហៅថាកម្រិតមួយដែលធ្វើឲ្យយើងត្រូវស្គាល់ត្រូវដុសខាត់ពីសមត្ថភាពខ្លួនឯងហ្នឹងធ្វើយ៉ាងណានៅពេលដែលយើងចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យនឹងរយៈពេល4ឆ្នាំរយៈពេល5ឆ្នាំឬរយៈពេល6ឆ្នាំទៅគឺមានន័យថាយើងអាចមានសមត្ថភាពទាំងទ្រឹស្ដីហើយយើងមានសមត្ថភាពទាំងកិច្ចការបត់ពិសោធន៍ផ្ទាល់ដើម្បីអនុវត្តទៅលើកិច្ចការងារដែលយើងកំពុងរៀនហ្នឹងឧទាហរណ៍ដូចខ្ញុំនិយាយខាងដើមមិញហ្នឹងតើបើសិនជាយើងរៀន accountant មានន័យថាយើងនឹងអាចមានសមត្ថភាពនៅក្នុងការធ្វើកិច្ចការងារ accounting ហ្នឹងកម្រិតណាខ្លះហើយជាការងារបែបណាខ្លះមានបងប្អូនជាច្រើនណាស់ដែលកំពុងរៀនហ្នឹងគឺកំពុងតែបំពេញការងារនៅស្ថាប័នឯកជនឬក៏ស្ថាប័នណាមួយនៅខាងក្រៅដែលពាក់ព័ន្ធជាមួយទៅនឹងជំនាញរបស់ខ្លួនហ្នឹងអញ្ចឹងមានន័យថារៀនពីទ្រឹស្ដីហើយយកទៅអនុវត្តជាក់ស្ដែងពាក់ព័ន្ធជាមួយទៅនឹងការងាររបស់យើងខ្ញុំនិយាយនេះក្នុងករណីថាយើងរៀនជំនាញហ្នឹងហើយយើងទៅធ្វើការងារហ្នឹងត្រូវជាមួយជំនាញរបស់យើងខ្ញុំលើកជាឧទាហរណ៍មួយទៀតថាបើសិនជាយើងកំពុងតែរៀនថ្នាក់ឆ្នាំទី1ទី2ឬក៏ទី3នៃបញ្ញាបត្រផ្នែកខាងស្ថាបត្យកម្មអញ្ចឹងមានន័យថាយើងអាចព្យាយាមនៅក្នុងការធ្វើការងារក្រៅម៉ោងឬក៏ការងារណាមួយដែលវាពាក់ព័ន្ធជាមួយទៅនឹងស្ថាបត្យកម្មរបស់យើងហើយអនុវត្តជាក់ស្ដែងការងារនោះបន្ទាប់ពីឬក៏យើងកំពុងតែរៀនពាក់ព័ន្ធជាមួយទៅនឹងចំណេះវិជ្ជាជំនាញពាក់ព័ន្ធជាមួយនឹងស្ថាបត្យកម្មហ្នឹងអញ្ចឹងមានន័យថាយើងរៀនបដាយើងធ្វើបដានោះមានន័យថាយើងនឹងដឹងថាការងារនោះយើងធ្វើពីអីអ្នកខ្លះរៀនគឺអត់មានម៉ោងឬក៏អត់មានពេលទៅធ្វើការងារខាងក្រៅទេអញ្ចឹងទាមទារឲ្យរៀនចប់ហើយគាត់នឹងទៅធ្វើការងារខាងក្រៅហ្នឹងនៅបន្ទាប់ពីគាត់ចប់ពីបញ្ញាបត្ររយៈពេល4ឬក៏5ឆ្នាំហ្នឹងការរៀនឬក៏ការមានចំណេះដឹងទៅលើជំនាញណាមួយ
ដែលជាក្តីស្រឡាញ់ដែលជាក្តីសម័យរបស់យើងគឺជារឿងចាំបាច់បំផុតហើយចំណុចទី2សំខាន់គឺពាក់ព័ន្ធមួយនឹងបទពិសោធន៍ដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងថាបទពិសោធន៍គឺវាជាក់ស្ដែងមានន័យថាអ្នកខ្លះគាត់កំពុងរៀនឆ្នាំទី1ទី2ទី3ប៉ុន្តែគាត់អាច apply ទៅធ្វើការងារនឹងបណ្ដើរនៅពេលយប់ឬក៏ពេលសៅរ៍អាទិត្យឬក៏ពេលណាមួយចំណេះដឹងឬក៏យើងហៅថាបទពិសោធន៍ការងារនឹងមិនថាបទពិសោធន៍នឹងនៅពេលណាទេមិនថាពេលដែលយើងចប់ពីមហាវិទ្យាល័យឲ្យបានយើងទៅធ្វើឬក៏មិនថាដែលយើងកំពុងរៀនបដាយើងទៅធ្វើបដាគឺសិតសឹងតែជាបទពិសោធន៍មួយហើយខ្ញុំដូចខ្ញុំនិយាយខាងដើមមិញហ្នឹងថាខ្ញុំលើកឡើងនេះខ្ញុំចង់និយាយអំពីបទពិសោធន៍ដែលត្រូវជាមួយនឹងជំនាញដែលយើងកំពុងរៀនពីព្រោះមាននិស្សិតច្រើនណាស់មានបងប្អូនច្រើនណាស់មានបងប្អូនច្រើនណាស់ដែលរៀនពីមហាវិទ្យាល័យជំនាញនេះប៉ុន្តែទៅធ្វើការនៅជំនាញផ្សេងវគ្គឬក៏មានការសិក្សាខ្លះក៏មានជាគេហៅថា practicum មានន័យថាជាការអនុវត្តផ្ទាល់ចុះទៅអនុវត្តផ្ទាល់គណៈពេលដែលគាត់កំពុងរៀនថ្នាក់បញ្ញាបត្រហ្នឹងដូចជាគាត់រៀនថ្នាក់បញ្ញាបត្រខាង architect ឬក៏ខាងស្ថាបត្យកម្មហ្នឹងខាង engineering ហ្នឹងគឺវាអាចមានជាវគ្គ practicum នៅក្នុងឆ្នាំណាមួយដែលគាត់ទៅចុះទៅអនុវត្តផ្ទាល់គ្រូគាត់ចុះទៅបង្ហាញចុះទៅបង្រៀនប៉ុន្តែក៏មិនមែនច្រើនប្រហែលដែរបាទអត់បានច្រើនប្រហែលទេអញ្ចឹងវាគ្រាន់តែជាផ្នែកមួយដែលធ្វើឲ្យគាត់ទទួលបានបទពិសោធន៍ខ្លះពីវគ្គឬក៏វគ្គសិក្សាខ្លីណាមួយទៅលើយើងហៅថា practicum ហ្នឹងប៉ុន្តែវាអត់ដូចនៅពេលដែលគាត់ឈប់ឬក៏ពេលដែលគាត់ទៅធ្វើការងារនៅឯកជនឬក៏នៅខាងក្រៅគឺជាពេលវេលាមួយដែលគាត់ត្រូវស្វែងយល់យកចំណេះដឹងដែលគាត់ចេះទាំងប្រមាណយកទៅបន្ថែមជាមួយទៅនឹងបទពិសោធន៍ដែលគាត់ធ្វើការងារផ្ទាល់តើការធ្វើការងារផ្ទាល់ហើយនឹងបទពិសោធន៍ដែលគាត់រៀនណាបទពិសោធន៍រៀន4ឆ្នាំ5ឆ្នាំនៅសាលាហ្នឹងតើវាអាចប្រើវាអាចខុសគ្នាយ៉ាងម៉េចអាហ្នឹងគឺគាត់មានតែខ្លួនគាត់ឯងគាត់អាចដឹងផ្ទាល់ហើយបទពិសោធន៍នេះក៏ជាចំណែកមួយយ៉ាងសំខាន់សម្រាប់ឲ្យយើងមានស្ពានមានយានដើម្បីឲ្យយើងអាចថ្ងៃក្រោយទៅយើងអាច start up ខ្លួនឯងបានហើយនៅខាងចុងខាងក្រោមបំផុតខ្ញុំនឹងនិយាយអំពីការ start up ហ្នឹងតើវាត្រូវការទាំងអស់នឹងអត់ចំណុចទី3យើងត្រូវការភាពក្លាហានដែរបងប្អូនខ្ញុំសូមនិយាយកន្លែងនេះគឺមានន័យថាយើងត្រូវការភាពក្លាហានយើងត្រូវការហ៊ានសាក់ល្បងមានបងប្អូនមាននិស្សិតជាច្រើនដែលគាត់ធ្វើកិច្ចការងារខ្លះគាត់រៀងសុញមានន័យថាគាត់អត់សូវហ៊ានទេគាត់អត់សូវលះទេហើយជាហេតុដែលធ្វើឲ្យគាត់នឹងបាត់បង់ឱកាសអញ្ចឹងចំណុចទី3នេះខ្ញុំចង់និយាយថាមានភាពអង្អាចឬក៏ភាពក្លាហានមោះមុតឬក៏ហ៊ានសាក់លបងនៅក្នុងការធ្វើអីមួយក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ start up ដែរប្រសិនបើយើងចង់ start up អីមួយតែយើងនៅរុញរាយើងនៅសុញយើងនៅខ្វះភាពក្លាហាននោះមានន័យថាយើងមិនអាច start up បានទេប៉ុន្តែទន្ទឹមនឹងធ្វើឲ្យយើងមានភាពក្លាហានឬក៏សេចក្តីក្លាហាននេះឬក៏ការហ៊ានសាក់លបងនេះក៏ត្រូវកត្តា2ចាំបាច់ខាងលើហ្នឹងគឺពាក់ព័ន្ធមួយនឹងចំណេះដឹងហើយនឹងបទពិសោធន៍នឹងដូចគ្នាកត្តាទី4និយាយអំពី leadership ហើយនឹង management នៅក្នុងពាក្យថា leadership ឬក៏ management នេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើបងប្អូនជាច្រើននៅពេលដែលគាត់ចុះទៅធ្វើកិច្ចការងារឬក៏មិនចាំបាច់និយាយទៅដល់ការធ្វើការងារនៅតាមក្រុមហ៊ុនទេសូម្បីតែរៀននៅក្នុងថ្នាក់មហាវិទ្យាល័យរបស់គាត់ហ្នឹងអ្នកខ្លះក៏គាត់អត់មានភាពជា leadership ដែរមានន័យថាគាត់អត់មានភាពជាអ្នកដឹកនាំទេមានន័យថាគាត់ធ្វើអីគាត់ធ្វើតែឯងគាត់ធ្វើអីគាត់ធ្វើអត់សូវសហការជាមួយក្រុមជាមួយ team អញ្ចឹងមានន័យថាជួនកាលគាត់អាចពូកែគាត់អាចខ្លាំងបានជាគាត់ធ្វើតែឯងហើយជួនកាលទៅគាត់អាចនឹងមានបញ្ហាណាមួយដែលជាហេតុដែលធ្វើឲ្យគាត់អត់សូវមានភាពគេហៅស៊ីចង្វាក់ជាមួយទៅនឹង team ទេកត្តានេះគឺជាហេតុមួយដែលធ្វើឲ្យយើងពិបាកនៅក្នុងការចេញ start up ពីព្រោះកិច្ចការងារជាច្រើននៅពេលដែលយើងអត់មាន leadership យើងអត់មាន management គឺមានន័យថាយើងពិបាកនៅក្នុងការធ្វើការណាពីព្រោះយើងមិនមែនចេញរកស៊ីឬក៏មិនមែនចេញ start up យើងធ្វើតែឯងទេគឺយើងគួរណាតែត្រូវមាន team ឬក៏ជាលក្ខណៈជាគ្រួសារឬក៏ជាអាជីវកម្មនឹងជា team បែបណាហ្នឹងគឺត្រូវតែមាន team ត្រូវតែមានអ្នកចូលរួមជាមួយយើងមិនថាគាត់នៅក្នុងផ្នែកណា department ណាឬក៏កម្រិតណាទេសូម្បីតែនៅក្នុងក្រុមហ៊ុនមួយឬក៏អាជីវកម្មមួយឬក៏ business មួយហ្នឹងសូម្បីតែជាកម្មករសន្តិសុខឬក៏បុគ្គលិកផ្នែកក្រោមហ្នឹងគឺគាត់សិតតែជាគេហៅថាបំណែកនៃក្រុមហ៊ុនដែលអាចជួយឲ្យក្រុមហ៊ុនហ្នឹងដើរទៅមុខប្រសិនបើយើងអត់មានភាពដឹកនាំជាមួយពួកគាត់យើងអត់ចេះធ្វើការឲ្យស៊ីចង្វាក់ជាមួយពួកគាត់ទេកិច្ចការងារខ្លះគឺយើងទៅអត់រួចទេមានន័យថាយើងខ្វះពួកគាត់គឺធ្វើអត់បានហើយកាលណាយើងអត់មាន leadership មានន័យថាយើងទៅធ្វើការងារជាមួយពួកគាត់អត់កើតទេគាត់ក៏នៅជាមួយយើងអត់កើតទេអញ្ចឹងមានន័យថាការងាររបស់យើងដំណើរការទៅអត់ល្អទេអញ្ចឹងពាក់ព័ន្ធជាមួយនឹង leadership នេះតាំងពីការដឹកនាំមនុស្សទាំងអស់នៅក្នុងក្រុមហ៊ុនតើយើងត្រូវបែងចែករបៀបម៉េចយើងត្រូវរៀបចំរបៀបម៉េចនៅពេលដែលយើង start up ហ្នឹង
ហើយបើសិនជាយើងមិនចាំបាច់និយាយទៅដល់បុគ្គលិកថ្នាក់ក្រោមទេសូម្បីតែយើងជា team ដែលយើងសហការគ្នាយើងរកស៊ីជាមួយគ្នាយើង joint venture ជាមួយគ្នាយើងជា shareholder ជាមួយគ្នាបើសិនបើយើងអត់សូវស៊ីចង្វាក់ជាមួយគេយើងអត់ចេះដឹកនាំអត់ចេះ leadership ទេមានន័យថាយើងរក team រកមនុស្សប៉កែមកនៅចិត្តយើងរកមនុស្សដែលខ្លាំងមកនៅចិត្តយើងមកធ្វើការជាមួយយើងធ្វើអត់កើតទេហើយ management ហ្នឹងគឺក៏ដូចគ្នាដែរមានន័យថាតកតងមួយការគ្រប់គ្រងមនុស្សគ្រប់គ្រងគេហៅថាកិច្ចការងារគ្រប់គ្រងការដឹកនាំ team ឬក៏គ្រប់គ្រងទៅលើពេលវេលាលក្ខហ្នឹងគឺសិតតែចាំបាច់ខ្លាំងមែនតើហើយបើសិនជាយើងអត់មានកន្លែងហ្នឹងទេមានន័យថាការ start up របស់យើងហ្នឹងក៏ទៅមុខអត់រួចដែរនៅក្នុងចំណុចទី5មួយទៀតខ្ញុំសូមនិយាយអំពីគោលដៅច្បាស់លាស់ធម្មតានៅពេលដែលយើងចង់រកស៊ីអីមួយគឺយើងតែងតែមាន mission ហើយនឹង vision ហើយមានន័យថាមានបេសកកម្មហើយនឹងចក្ខុវិស័យតើបេសកកម្មរបស់យើងចង់ផលិតនៅផលិតផលរបស់យើងនឹងលក់ទៅកាន់ទីផ្សារនៅក្នុងតំបន់ណាខ្លះបេសកកម្មជំហានទី1យើងលក់នៅក្នុងប្រទេសកម្ពុជាហើយបេសកកម្មកម្រិតទី2យើងនឹងឈានចូលទៅលក់នៅក្នុងប្រទេសណាផ្សេងមួយទៀតឧទាហរណ៍យ៉ាងចោះហើយដល់ពេលចក្ខុវិស័យគេហៅ vision របស់យើងទស្សនវិស័យរបស់យើងគឺផ្ដល់ជាមួយទៅនឹងគុណភាពនៃសេវាកម្មរបស់យើងឬក៏គុណភាពនៃផលិតផលរបស់យើងហ្នឹងទៅកាន់អតិថិជនយើងហ្នឹងនៅក្នុងកម្រិតណាមួយយើងឧទាហរណ៍ថាឥឡូវខ្ញុំលើកឧទាហរណ៍សាមញ្ញមួយចុះមកថាឥឡូវ Apple បេសកកម្មរបស់គាត់នឹងធ្វើការចែកចាយលក់នៅទំនិញរបស់គាត់ហ្នឹងគឺ worldwide អាហ្នឹងជាបេសកកម្មរបស់គាត់ប៉ុន្តែទស្សនវិស័យរបស់គាត់នឹងធ្វើការលក់នៅផលិតផល accessory ក៏ដោយផលិតផលប្រដាក៏ដោយ service ក៏ដោយគឺយ៉ាងល្អឥតខ្ចោះទៅកាន់ពិភពលោកទៅកាន់អ្នកប្រើប្រាស់ទៅកាន់អតិថិជនរបស់គាត់ខ្ញុំលើកឧទាហរណ៍ថា iPhone អញ្ចឹងចុះយើងគាត់លក់ទៅ worldwide ហើយប៉ុន្តែអ្នកដែលកាន់ iPhone មួយគឺមានន័យថាគាត់មានអារម្មណ៍ satisfy ជាមួយទៅនឹងផលិតផលហ្នឹងណាអញ្ចឹងអានេះជាទស្សនវិស័យរបស់គាត់គឺធ្វើម៉េចឲ្យអតិថិជនហ្នឹងគឺស្កប់ចិត្តឬក៏ពេញចិត្តជាមួយទៅនឹងផលិតផលដែលគាត់បានទទួលយកមកប្រើប្រាស់ហ្នឹងចានេះគឺពាក់ព័ន្ធជាមួយនឹងការកំណត់គោលដៅហ្នឹងច្បាស់លាស់មែនទែនប្រសិនបើយើងចង់ចេញរកស៊ីតែយើងអត់បានកំណត់អំពីបេសកកម្មអំពីទស្សនវិស័យរបស់យើងអំពីគោលដៅរបស់យើងច្បាស់លាស់ទេអញ្ចឹងយើងអត់ដឹងថាយើងទៅដល់កន្លែងណាទៅដល់ទីណាហើយទៅដើម្បីអ្វីហើយអ្នកណាជាអតិថិជនគោលដៅរបស់យើងទេពាក់ព័ន្ធនៅចំណុចទី5នេះគឺការកំណត់គោលដៅនឹងគឺសំខាន់ខ្លាំងមែនទែនហើយការកំណត់គោលដៅនឹងមានជំហានអាស្រ័យទៅលើការរៀបចំនៃគោលដៅរបស់យើងនៅក្នុង step នៅជំហានទី1ជំហានទី2ឬក៏នៅក្នុងកម្រិតណាមួយអាស្រ័យលើការបែងចែករបស់យើងទេខ្ញុំលើកឧទាហរណ៍ថាឥឡូវនេះខ្ញុំមានផលិតនៅម្រេចមេមត់នេះដោយខ្លួនឯងបាទនេះជាផលិតផលដែលខ្ញុំផលិតដោយខ្លួនឯងវាជាម្រេចរបស់ខ្ញុំផ្ទាល់ម្រេចរបស់ក្រុមគ្រួសាររបស់ខ្ញុំម្រេចរបស់បងប្អូនខ្ញុំហើយខ្ញុំសម្រិតសម្រាងវាយកមកវិចខ្ចប់នឹងហើយដាក់ brand ឈ្មោះថាម្រេចមេមត់ហើយការវិចខ្ចប់នឹងមានកញ្ចប់1គីឡូអានេះកន្លះគីឡូទេប៉ុន្តែមានថង់មួយទៀតគឺកញ្ចប់1គីឡូស្មើនឹង1000ក្រាមអានេះគឺ500ក្រាមស្មើនឹងកន្លះគីឡូហើយមួយនេះវិញគឺ150ក្រាមស្មើនឹង1ខាំកន្លះមាន3កម្រិត1គីឡូកន្លះគីឡូហើយនឹង1ខាំកន្លះយើងអាចនិយាយថា1000ក្រាម500ក្រាមហើយនឹង150ក្រាមហើយមាន2ផ្នែកមានម៉ត់ហើយនឹងមានគ្រាប់ម្រេចម៉ត់និងម្រេចគ្រាប់ហើយ brand ដែលខ្ញុំបានដាក់គឺម្រេចមេមត់បាទម្រេចមេមត់យីហោហ្នឹងគឺម្រេចមេមត់មួយរយៈនេះគឺខ្ញុំរវល់ដោយសារតែការរៀបចំមិននឹងដែរអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាបេសកកម្មរបស់ខ្ញុំការកំណត់គោលដៅរបស់ខ្ញុំគឺលក់ទៅកាន់ប្រជាជនកម្ពុជាទាំងអស់25ខេត្តក្រុងហើយធ្វើការផ្ដល់ជូននៅម្រេចដែលមានគុណភាពល្អហិលអត់ខ្លែងបន្លំទេអត់លាយជាមួយនឹងសារធាតុអីផ្សេងៗទេគឺជាម្រេចសុទ្ធដែលមានរសជាតិហិលគុណភាពហើយជាម្រេចថ្មីទៀតអញ្ចឹងអានេះគឺជាគេហៅថាជា mission ជា vision របស់ខ្ញុំមានន័យថាជាបេសកកម្មរបស់ខ្ញុំវាជាបេសកកម្មរបស់ខ្ញុំវាជាទស្សនវិស័យរបស់ខ្ញុំបេសកកម្មរបស់ខ្ញុំនឹងមានន័យថាធ្វើការលក់ទៅកាន់ប្រជាជនកម្ពុជាទាំងអស់25ខេត្តក្រុងបាទនឹងត្រូវលក់ទៅទាំងអស់អ្នកណាដែលជាស្ត្រីមេផ្ទះអ្នកណាដែលជាអ្នកត្រូវការប្រើហ្នឹងគឺជាអតិថិជនចុងក្រោយរបស់ខ្ញុំហើយទស្សនវិស័យរបស់ខ្ញុំគឺផ្ដល់ម្រេចដែលមានគុណភាពគឺជាម្រេចដែលហិលម្រេចដែលអត់លាយជាមួយសារធាតុអីផ្សេងៗអត់មានដាក់ជាមួយនឹងសារធាតុរក្សាទុកឬក៏អត់មានប្រើប្រាស់សារធាតុអីផ្សេងគេហៅថាលបាយអីផ្សេងយកទៅលាយទោះបីខ្ញុំកិនក៏ដោយគឺខ្ញុំអត់ដាក់អាស្អីយកទៅលាយថែមទេហើយក៏អត់ប្រើម្រេចដែលអន់យកទៅដាក់ដែរអញ្ចឹងគឺនេះគឺជាទស្សនវិស័យរបស់ខ្ញុំពីព្រោះខ្ញុំគិតថាការធ្វើការងារនេះមួយគឺជាការធ្វើការងារដោយក្តីស្រឡាញ់របស់ខ្ញុំហើយក៏ជាកិច្ចការងារដែលខ្ញុំត្រូវធ្វើតជំនាន់ទៅកាន់កូនចៅរបស់ខ្ញុំដែរអញ្ចឹងខ្ញុំត្រូវតែផ្ដល់ជាមួយនឹងគុណភាពដែលអាចទទួលយកបានតម្លៃសមរម្យការវិចខ្ចប់សមរម្យហើយមាន delay មានការកំណត់ជាមួយទៅនឹងbarcode អីត្រឹមត្រូវហើយនឹង delay អីត្រឹមត្រូវអញ្ចឹងនេះគឺជាបេសកកម្មហើយនឹងទស្សនវិស័យរបស់ខ្ញុំទី6
ខ្ញុំដើម្បីឲ្យខ្ញុំអាច start up បានខ្ញុំអាចធ្វើនៅផលិតផលនេះបានគឺចាំបាច់ខ្ញុំត្រូវតែមានទំនាក់ទំនងល្អខ្ញុំត្រូវតែមាន network ល្អបើសិនជាខ្ញុំអត់មានទំនាក់ទំនងល្អទេខ្ញុំលក់ផលិតផលខ្ញុំអត់ដាច់ទេ network នឹងតាំងពីការរៀបចំក្រុមលក់ network នឹងតាំងពីមានទំនាក់ទំនងជាមួយភ្ញៀវ network នឹងតាំងពីការផ្ដល់ជាមួយទៅនឹងគុណភាពឲ្យភ្ញៀវ network នឹងតាំងពីការប្រស័យទំនាក់ទំនងមួយភ្ញៀវ network នឹងមិនមែនចាំបាច់តែភ្ញៀវទិញយើងទេបើមានត្រូវកាច់ការងារខ្លះយើងត្រូវជួយទិញភ្ញៀវវិញក៏យើងអាចត្រូវជួយទិញគាត់វិញដែរអញ្ចឹងអា network អា communication skill អា connection របស់យើងនឹងយើងត្រូវ link គ្នាទៅវិញទៅមកហើយអាច support គ្នាទៅវិញទៅមកបានទៀតគឺកាន់តែល្អហើយតម្លៃត្រូវតែ best price មានន័យថាត្រូវតែតម្លៃល្អហើយ quality ត្រូវតែ high quality គុណភាពត្រូវតែល្អអានេះហើយគឺជាអ្វីដែលខ្ញុំចង់ឲ្យនៅក្នុងចំណុចទី6ដែលពាក់ព័ន្ធជាមួយទៅនឹង network ជាមួយទៅនឹង communication connection របស់ខ្ញុំនឹងត្រូវតែល្អទី7ដើម្បីរកស៊ីបានយើងត្រូវតែមានរឿងមួយចាំបាច់បំផុតគឺការផ្ដួចផ្ដើមដែលការផ្ដួចផ្ដើមដែលខ្ញុំនិយាយថាភាសាអង់គ្លេសយើងហៅថាការ start up ហ្នឹងការផ្ដួចផ្ដើមនេះគឺជាការជំនុំគ្នាគឺជាការជជែកគ្នាគឺជាការពិភាក្សាគ្នាថាតើយើងត្រូវធ្វើអីយើងត្រូវរកស៊ីអីយើងគួរតែធ្វើអីយើងចង់រកស៊ីអីដែលជាក្តីស្រឡាញ់របស់យើងហើយអាចផ្ដល់ប្រយោជន៍នឹងទៅកាន់មនុស្សជាតិទៅកាន់ប្រជាជនរបស់យើងផងដែរនៅក្នុងនឹងទី7និយាយអំពីគំនិតនៅក្នុងការរកស៊ីមានន័យថាបើយើងទៅជួបមិត្តភ័ក្តិប្រមូលទៅលើរឿងអបាយជាមុខណាមួយអាហ្នឹងមានន័យថាយើងទៅផុតពីការរកស៊ីបាទប៉ុន្តែឧទាហរណ៍ថាបើយើងទៅជួបមិត្តភ័ក្តិប្រមូលចងក្រងជាធីមហើយបង្កើតស្អីមួយហើយរកស៊ីជាមួយគ្នាខ្ញុំលើកឧទាហរណ៍ថាបងប្អូនទៅជួបមួយមិត្តភ័ក្តិ3 4នាក់ហើយបង្កើតជាក្រុមមួយហើយនាំគ្នាទៅធ្វើកិច្ចការងារនៅលើអ៊ីនធឺណិតឧទាហរណ៍ថាឥឡូវធ្វើការងារតាក់ទងមួយនឹងការរកចំណូលសាងប្រាក់ចំណូលពី YouTube ឬក៏បង្កើតជា team មួយដើម្បីដឹកនាំកិច្ចការងារធ្វើការងារនឹងផលិតជាវីដេអូដើម្បីដាក់នៅលើ social media មាន Facebook មាន YouTube ឬក៏ TikTok ទៅហើយចាក់ខុវិស័យបេសកកម្មនឹងថ្ងៃបុកទៅយើងចង់បានអីយើងចង់ជួយអីយើងចង់ផ្សព្វផ្សាយអីគឺអាប្រយោជន៍នឹងវានឹងបានត្រឡប់មកឲ្យយើងនឹងនៅពេលដែលយើងរីកចម្រើនបន្តិចម្ដងនឹងឯងអញ្ចឹងទី7នេះពាក់ព័ន្ធជាមួយនឹងគំនិត idea ហើយគំនិត idea នេះវាអត់អាចចេញតែពីខួរក្បាលយើងតែឯងទេវាត្រូវការពិភាក្សាគ្នាវាត្រូវការមានបន្ថែមបន្ថយបញ្ចេញបញ្ចូលដកពិភាក្សាគូផ្គងគ្នានឹងឯងហើយវាញែកហើយរកកន្លែងមួយដែលយើងអាចទៅជាមួយគ្នាបានបទពិសោធន៍ដែលខ្ញុំរកស៊ីផ្នែកអចលនទ្រព្យដែលខ្ញុំមានហ៊ុនរហូតដល់10នាក់ជាងគឺជាការផ្ដួចផ្ដើមជាការជួបគ្នាជាការចងក្រងជាការជជែកគ្នាជាការពិភាក្សាគ្នាជាការទៅសេគម្រោងលើកយកមកដាក់ហើយធ្វើការពារនៅគម្រោងដែលខ្លួនឯងបានទៅសេហើយមុខមុតណាបងប្អូនមុខមុតនៅក្នុងការជួបគ្នានៅក្នុងការជុំគ្នានៅក្នុងការពិភាក្សាជាមួយគ្នាអានេះគឺជាបទពិសោធន៍ពាក់ព័ន្ធជាមួយទៅនឹងអ្វីដែលខ្ញុំធ្លាប់រកស៊ីមកហើយការរកស៊ីរបស់ខ្ញុំហ្នឹងវាពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យហ្នឹងឯងទី8គឺតាក់ទងជាមួយទៅនឹង teamwork គឺជាចំណុចមួយសំខាន់ខ្លាំងមែនទែនក្រុមហ៊ុនណាក៏មិនអាចខ្វះបានជាមួយនឹង teamwork ឬក៏គេហៅថា strong team ហ្នឹងគឺក្រុមការងារដ៏ខ្លាំងហ្នឹងក្រុមហ៊ុនណាក៏ដោយក្រុមហ៊ុនប្រព័ន្ធយៈណាក៏ដោយគឺត្រូវចាំបាច់ត្រូវតែមាន teamwork សូម្បីតែ iPhone ឬក៏សូម្បីតែ Apple ហ្នឹងក្រុមហ៊ុន Apple ហ្នឹងក៏ត្រូវការ teamwork ដែរ teamwork នៅ Apple ហ្នឹងក៏ច្រើនត្រូវការ reseller ត្រូវការ reseller នឹងជា store ក៏មានជាភ្នាក់ងារផ្សេងក៏មានសុទ្ធតែជាក្រុមការងាររបស់ពួកគាត់ដែរហើយឆ្លងតាមបទពិសោធន៍របស់ខ្ញុំឆ្លងកាត់ជាមួយទៅនឹង teamwork ដែលខ្លាំងហើយយើងធ្វើការងារដោយមិនប្រកាន់ពេលវេលាទេហើយពេលខ្លះយើងធ្វើការងាររហូតដល់លើសពីអ្នកដទៃដែលអាចធ្វើបានហើយអានេះវាជាបទពិសោធន៍របស់ខ្ញុំទេហើយមួយទៀតខ្ញុំគិតថាការដោះស្រាយបញ្ហានៅពេលដែលយើងមាន teamwork ធំមាន teamwork ល្អមាន teamwork ខ្លាំងមិនថាបញ្ហានឹងប៉ុណ្ណាទេយើងនៅតែអាចដោះស្រាយទៅមុខបានអ្វីដែលខ្ញុំចែកម្លែកនេះមិនមែនជាការអួតអាងឬក៏លើកតម្កើងនេះទេតែគ្រាន់តែវាជាបទពិសោធន៍ដែលខ្ញុំបានដើរកន្លងមកដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន real estate តាក់ទងមួយនឹងអចលនទ្រព្យរបស់ខ្ញុំហ្នឹងទី9ខ្ញុំនឹងនិយាយអំពី shareholder ហ្នឹងអ្នកចូលរួមនៅក្នុងបេសកកម្មហ្នឹងតើអ្នកចូលរួមជាអ្នកណាខ្លះហើយអ្នកដែលចូលរួមហ្នឹងគឺគាត់ដើរតួជា shareholder អញ្ចឹងកាលណាបើដើរតួជា shareholder មានន័យថាអ្នកដែលចូលរួមនៅក្នុងការវិនិយោគនៅលើកិច្ចការងាររបស់យើងហ្នឹងចាឥឡូវដែលយើងនិយាយប្រធានបទពាក់ព័ន្ធមួយការផ្ដួចផ្ដើមការ start up ហ្នឹងយ៉ាងណាក៏ដោយយើងត្រូវការចុងក្រោយហ្នឹងគឺ shareholder ហ្នឹងឯងត្រូវការ start up ហ្នឹងឯង team របស់យើង5 6អ្នកចូលគ្នាយើងមានបាត់ចិត្តជាសាច់ប្រាក់ហ្នឹងត្រឹមតែតូចមួយប៉ុណ្ណេះទេហើយយើងខ្វះសាច់ប្រាក់ប៉ុណ្ណាទៀតអញ្ចឹងយើងអាចយក project របស់យើងហ្នឹងយកទៅបង្ហាញអ្នកណាម្នាក់ដែលយើងមានទំនាក់ទំនងល្អជាមួយហើយដែលគេបើកចិត្តនៅក្នុងការស្ដាប់ជាមួយទៅនឹងការ presentation របស់យើងហើយយើងយកអា project របស់យើងហ្នឹងដែលយើងបានសម្រិតសម្រាំងធ្វើយ៉ាងច្បាស់លាស់ហ្នឹងយកទៅបង្ហាញគេឧបមាថាឥឡូវដូចខ្ញុំលើកឧទាហរណ៍ចឹងថាការ start up របស់យើងត្រូវការថវិកា$10,000ឧទាហរណ៍បាទ$10,000ប៉ុន្តែឥឡូវយើងមាន70000ហើយឧទាហរណ៍ណាយើងមាន$70000ហើយឬក៏យើងមាន$60000ហើយតែយើងខ្វះ$30000ឬក៏យើងខ្វះ$40000បាទអញ្ចឹងយើងអាចយក project របស់យើងហ្នឹង
ទៅ presentation ទៅឲ្យអ្នកណាម្នាក់ដែលគាត់ចាប់អារម្មណ៍នៅក្នុងកិច្ចការងាររបស់យើងគាត់បើកចិត្តនៅក្នុងការស្ដាប់នៅការ present របស់យើងពេលដែលគាត់ស្ដាប់ហើយទោះបីគាត់ invest ជាមួយយើងក៏បានមិន invest ក៏បានហើយការ invest ហ្នឹងលក្ខខណ្ឌរបស់យើងឧទាហរណ៍ណាបើគាត់ invest ជាមួយយើង 30% បងប្អូនអាចធ្វើការចរចាពីករណីមួយបើសិនជាគាត់ invest ហើយប៉ុន្តែគាត់អត់រួមខាតមួយយើងទេរួមតែចំណេញទេអញ្ចឹងយើងត្រូវឲ្យផលចំណេញរបស់គាត់នៅក្នុងកម្រិតណាមួយដូចយើងខ្ចីលុយគាត់យកទៅរកស៊ីអញ្ចឹងប៉ុន្តែបើសិនជាគាត់រួមខាតជាមួយយើងអាចឲ្យផលចំណេញរបស់គាត់ខ្ពស់ជាងអញ្ចឹងការវិនិយោគបែបនេះយើងជាទូទៅវាតែងតែមានរួមចំណេញផងរួមខាតផងខ្ញុំនិយាយថារួមចំណេញរួមខាតវាជាទូទៅវាជា standard ទូទៅប៉ុន្តែហេតុអីបានខ្ញុំនិយាយថាបើគាត់ត្រឹមតែរួមចំណេញតែគាត់អត់រួមខាតបើគាត់ត្រឹមតែរួមចំណេញអត់រួមខាតជាមួយយើងអញ្ចឹងមានន័យថាយើងឲ្យគាត់ចំណេញតែក្នុងកម្រិតណាមួយដែលយើងគិតថាសមរម្យដែលប្រៀបមកដោយគាត់ឲ្យលុយយើងខ្ចីយើងរកស៊ីចឹងទៅហេតុអីបានខ្ញុំនិយាយយក case នេះមកខ្ញុំនិយាយដោយសាររូបភាពនៅកម្ពុជារបស់យើងវាអាចមានរូបភាពខ្លះគាត់ចាប់អារម្មណ៍វិនិយោគមួយយើងភាសាជាវិនិយោគប៉ុន្តែកិច្ចការងារចូលលុយគាត់គ្រាន់តែត្រឹមតែរួមចំណេញមួយយើងគាត់អត់រួមខាតទេអញ្ចឹងយើងត្រូវឲ្យចំណេញគាត់នៅក្នុងកម្រិតណាមួយដែលយើងគិតថាយើងឲ្យសមរម្យទៅគាត់ទៅចា៎នេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំមួយផ្នែកទេហើយនៅក្នុងចំណុចបន្ថែមមួយទៀតនោះគឺចំណុចទី10ត្រូវការធ្វើផែនការច្បាស់លាស់បើសិនជាយើងអត់មាន master plan អត់មានផែនការរញ្ញវត្ថុអត់មានផែនការនៅក្នុងការបែងចែកថវិកានឹងទៅលើកិច្ចការងាររបស់យើងទាំងអស់ហ្នឹងទេជាពិសេសដូចខ្ញុំនិយាយហ្នឹងថាផែនការហិរញ្ញវត្ថុផែនការហិរញ្ញវត្ថុហ្នឹងគឺច្បាស់មែនតើបើសិនជាយើងអត់មានផែនការហិរញ្ញវត្ថុទេគឺបងប្អូនប្រកាសជាមានបញ្ហាហើយដូចខ្ញុំមកនេះចឹងខ្ញុំត្រូវមានផែនការហិរញ្ញវត្ថុរបស់ខ្ញុំនៅក្នុងការប្រើ capital របស់ខ្ញុំប្រមាណហើយបន្ទាប់មកខ្ញុំត្រូវលក់តម្លៃប្រមាណផលចំណេញប្រមាណហើយបាត់ចិត្តដែលខ្ញុំត្រូវធៀមទៅលើអីគេតាក់ទងមួយការបង់ពន្ធទៅលើការវិចខ្ចប់ទៅ process នៅក្នុងការរៀបចំអីផ្សេងថ្លៃដើមនិយាយចំថាថ្លៃដើមដកអស់ទៅនៅសល់ប្រមាណអានឹងយើងគិតឲ្យអស់នៅក្នុងហ្នឹងគឺជារួមហ្មងផែនការគឺយើងមានតាំងពី stock វគ្គណាតម្លៃបែបនេះហើយការលក់ចេញនឹង stock ដែលយើងបាន show ឲ្យនឹងទៅនឹងតម្លៃមិនហើយនិយាយចំថាយើងមាន record ទាំងអស់បើសិនជាយើងអត់មានអានឹងទេវាធ្វើឲ្យយើងពិបាកនៅក្នុងការគ្រប់គ្រងកិច្ចការងាររបស់យើងដូចយើងរកស៊ីហើយចំក្រោយបាត់ចំបាត់ដើមអស់ចឹងខ្ញុំនៅតែលើកទឹកចិត្តដដែលថាក៏មុននឹងចេញមក start up ខ្លួនឯងគឺត្រូវតែមាន10ចំណុចហ្នឹងអញ្ចឹង10ចំណុចហ្នឹងគឺជាអ្វីដែលអ្នកនរនេះគួរតែត្រូវតែច្បាស់លាស់ត្រូវតែ detail ខ្លួនឯងមុនពេលចាប់ដើមហើយខ្ញុំលើកទឹកចិត្តដដែលថាហ៊ានសាកល្បងហ៊ានចាប់ដើមហើយមិនចាំបាច់ដើមទុន4 10 20ម៉ឺនដូចខ្ញុំលើកឡើងជាឧទាហរណ៍មែនទេមានដើមទុនតូចទាបណាមួយកម្រិតណាមួយយើងអាច start up នៅអាជីវកម្មតូចណាមួយឬក៏ business តូចណាមួយដែលជាក្តីស្រឡាញ់របស់យើងពីព្រោះខ្ញុំគិតថាពីតូចពី small ឬក៏ពី smallest មានន័យថាតូចបំផុតទៅកាន់ធំបំផុតអានឹងតាមដែលយើងធ្វើការនៅក្នុងទស្សនវិស័យរបស់យើងជាជំហានទៅអញ្ចឹងលើកទឹកចិត្តបងប្អូនជាសារចុងក្រោយលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាឲ្យហ៊ានសាកល្បងឲ្យហ៊ានចាប់ផ្ដើមហើយខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលឃើញយុវជនឬក៏ក្មេងៗបងប្អូនក្រោយៗហ្នឹងគឺគាត់ហ៊ានចេញរកស៊ីដោយខ្លួនឯងទោះបីការចេញរកស៊ីនោះជា business តូចៗមួយក៏ដោយគឺយើងចាប់ដើមចេញទៅរកស៊ីហើយយើងចាប់ដើមរៀនពីវាថែមផងហើយយើងអភិវឌ្ឍវាបន្តថ្ងៃក្រោយទៅយើងអត់តូចទេហើយលើកទឹកចិត្តឲ្យប្រជាជនកម្ពុជារបស់យើងជាពិសេសយុវជននៅចំនួនក្រោយនឹងចាប់ដើមចេញរកស៊ីទាំងអស់គ្នាពីព្រោះយើងដឹងហើយនៅសិង្ហបុរីអីយុវជនរបស់គេគឺភាគច្រើនគឺសិតតែជាសហគ្រិនទើបធ្វើឲ្យប្រទេសរបស់គេក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចល្អអញ្ចឹងថ្ងៃនេះខ្ញុំសូមអរគុណសម្រាប់ការចូលរួមឬក៏ការតាមដានជាមួយទៅនឹងវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាបងប្អូនដែលមានអាយុចាប់ពី20ឆ្នាំឬក៏25ឆ្នាំទៅកាន់30ឆ្នាំនឹងបានមើលវីដេអូនេះទាំងអស់គ្នាហើយអាចថាវីដេអូនេះជាផ្នែកដ៏តូចមួយនៅក្នុងការរួមចំណែកជួយទៅដល់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចពីម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ខ្ញុំគឺម្រេចមីមុតរបស់ខ្ញុំបាទម្រេចមីមុតនេះគឺជាម្រេចដែលខ្ញុំធ្វើការវេចខ្ចប់រៀបចំឡើងដោយខ្លួនខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចផ្ដល់នៅគុណតម្លៃឬក៏យើងហៅថាគុណភាពនៃការវេចខ្ចប់របស់ខ្ញុំការរៀបចំរបស់ខ្ញុំproductនេះទៅកាន់ទីផ្សារទៅកាន់ដល់បងប្អូនទាំងអស់គ្នាហើយបើចាប់អារម្មណ៍ទិញសូមកុំភ្លេចមើលនៅក្នុង comment ខាងក្រោមដែលមាននឹងលេខទូរស័ព្ទហើយនឹងមាន link Telegram ដែលបងប្អូនអាចធ្វើការទំនាក់ទំនងនៅក្នុងការទិញម្រេចនេះគឺខ្ញុំអញ្ចឹងជាចុងក្រោយសូមជូនពរដល់បងប្អូនឬក៏បងប្អូនទាំងអស់ដែលកំពុងមើលវីដេអូនេះជោគជ័យទៅលើកិច្ចការងាររៀនសូត្រឬក៏កិច្ចការងារដែលខ្លួនកំពុងចាប់ផ្ដើមកំពុងតែស្រឡាញ់ហើយលើកទឹកចិត្តឲ្យចាប់ផ្ដើមទាំងអស់គ្នាពីខ្ញុំភិរមសូមអរគុណសូមជម្រាបលា